សកម្មភាពសប្តាហ៍ទី 2 របស់ឯកឧត្តមយ៉ែន សុវណ្ណា ប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ សៀមរាប ថ្ងៃសុក្រ 3រោច ខែចេស ឆ្នាំម្សាញ់ សតវត្សរ៍ ពុទ្ធសករាជ 2569 ត្រូវនៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2025 ឯកឧត្តមយ៉ែន សុវណ្ណា ប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់គណៈបកហ៊ុនស៊ិនប៉ិចបានចុះជួបនិងសំណេះសំណាលពីជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងក្រុងរនត្អែក ខេត្តសៀមរាប ដើម្បីប្រមូលជាធាតុចូលក្នុងការសិក្សាទស្សនទានជូនប្រមុខរាជរដ្ឋាភិបាល ក្នុងពេលដែលឯកឧត្តមបានចុះជួបប្រជាពលរដ្ឋក្នុងក្រុងរនត្អែក ពិតជាអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងរដ្ឋបាលបានយ៉ាងល្អគួរឲ្យចង់រស់នៅ តែដោយសារខេត្តសៀមរាបពឹងខ្លាំងលើវិស័យទេសចរណ៍ប្រជារាស្ត្របានសំណូមពរឲ្យប្រមុខរាជរដ្ឋាភិបាលជួយបង្កើតមុខរបរនិងការងារនៅតាមមូលដ្ឋានដើម្បីសម្រួលជីវភាពរបស់ពួកគាត់ជាចុងក្រោយឯកឧត្តមក៏បានប្រមូលនៅសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជូនទៅប្រមុខរាជរដ្ឋាភិបាលតាមរយៈទស្សនទាន តាកែវ ថ្ងៃសៅរ៍ 4រោច ខែចេស ឆ្នាំម្សាញ់ សតវត្សរ៍ ពុទ្ធសករាជ 2569 ត្រូវនៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2025 ឯកឧត្តមយ៉ែន សុវណ្ណា ប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានក្រុមការងារបោះឆ្នោតខេត្តតាកែវរួមជាមួយគណៈកម្មាធិការប្រតិបត្តិខេត្តស្រុកនៃស្រុកព្រៃក្របាសបានជួបប្រជុំការពង្រឹងរៀបចំរចនាសម្ព័ន្ធរបស់គណៈបកហ៊ុនស៊ិនប៉ិចនៅទូទាំងស្រុកព្រៃក្របាសខេត្តតាកែវ ក្នុងឱកាសនោះឯកឧត្តមក៏បានពាំនាំព្រះបន្ទូលសួរសុខទុក្ខទៅដល់មន្ត្រីគណៈបកគ្រប់ជាន់ថ្នាក់និងឲ្យមន្ត្រីគណៈបកយកចិត្តទុកដាក់បម្រើរាស្ត្រដោយយកបញ្ហារបស់មូលដ្ឋានយកតាមរយៈគណៈបកដើម្បីដោយគណៈបករាជានិយមដែលមានកៅអីនៅរដ្ឋសភាជាតិដាក់ជូនអង្គសភាជាតិដោះស្រាយជូនប្រជារាស្ត្រជាចុងក្រោយឯកឧត្តមក៏បានអំពាវនាវឲ្យនិស្សិតបញ្ញវន្តអ្នកស្រឡាញ់រាជានិយមអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងបងប្អូនស្នេហាជាតិមកចូលរួមឈរឈ្មោះជាបេក្ខភាពមេឃុំចៅសង្កាត់ដើម្បីចូលរួមដឹកនាំនិងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនដោយផ្ទាល់